ដល់ខែនេះរៀងក្រៀមក្រោះតិចហ៎បងប្អូនបាទរៀងក្រៀមក្រោះបន្តិចហើយនៅដាក់ទឹកក្រវាញបងប្អូនបាទវិញក្តៅខ្លាំងបងប្អូនម៉ោង1ម៉ោង2ម៉ោង1ម៉ោង2ហើយខែ2បាទម៉ោង1ម៉ោង2ខែ2ទៀតបាទអញ្ចឹងទៅចាប់ផ្ដើមក្តៅស្ងួតហើយក៏មកដាក់ទឹកក្រវាញបងប្អូនឆ្លៀតដាក់ទឹកក្រវាញពេលក្តៅខ្លាំងនេះអញ្ចឹងក្នុងការដាក់ទឹកបងប្អូនពេលក្តៅខ្លាំងនេះឯងដែលយើងត្រូវតែដាក់ទឹកហេតុផលបានយើងដាក់50ថ្ងៃដាក់ពេលក្តៅខ្លាំងដោយសារពេលក្តៅនេះគឺស្លឹកវានឹងស្រពោនបងប្អូនឃើញនោះស្លឹកក្រវាញខាងមុខហ្នឹងគឺរឿងស្រពោនហើយបើយើងអត់ដាក់ពេលនេះទេវាអត់ស្រស់ស្រាយលឿនទេយើងចាំដាក់ពេលល្ងាចពេលក្តៅនេះវាស្រពោនខ្លាំងនៅពេលដែលត្រូវទឹកពេលល្ងាចវាទៅជាស្លោកវិញហើយបងប្អូនក្តៅហើយសើមពេលល្ងាចហ្នឹងវាស្លោកអញ្ចឹងយើងដាក់ពេលដែលកំពុងក្តៅនេះជីទូទៅមួយថ្ងៃខ្ញុំដាក់2ដងបងប្អូនបាទខ្ញុំដាក់ទឹកម៉ោង9ម៉ោង10ម្ដងចន្លោះប៉ុណ្ណឹងហើយនឹងម៉ោង1ម៉ោង2ដាក់ម្ដងទៀតបាទដាក់ម្ដងទៀតបាទមិនអញ្ចឹងទេទុកអត់ឈ្នះទេអាកាសធាតុក្តៅបាទដោយសារដំណាំក្រវាញវាអត់សូវត្រូវការកម្ដៅទេបាទវាត្រូវការម្លប់ច្រើនអញ្ចឹងកាលណាក្តៅគឺអត់សូវធន់ទេបងប្អូនឃើញនេះប្រឡោះនេះបងប្អូនខ្ញុំធ្លាប់បង្ហាញច្រើនដងហើយតែដោយសារយើងអត់ទាន់បានប្រក់ស្បៃវាបាទអត់បានប្រក់ស្បៃវាអញ្ចឹងទៅក៏នៅតែស្រពោនបាទវាលមែនតែនបងប្អូនវាលអស់ហើយនេះហើយស្លឹកឈើយើងដាំក្រោមដើមធ្នង់ហើយធ្នង់នៅខែនេះវារុះស្លឹកតាមពិតយើងបានដឹងហើយបងប្អូនប៉ុន្តែដោយសាររវល់ការងារច្រើនក៏អត់បានមកប្រក់ស្បៃឲ្យវាអញ្ចឹងទៅមើលបងប្អូនឃើញរឿងស្លោករឿងស្លោកហើយរឿងសពូនបាទហើយស្រពោននេះបើយើងអត់បានដាក់ទឹកច្បាស់ណាស់ល្ងាចយើងដាក់ឬក៏យប់វារឿងចោះតិចវានឹងស្លោកតែម្ដងបាទវានឹងស្លោកតែម្ដងប៉ុន្តែដោយសារនៅទីនេះអត់ឃើញស្លោកហ្នឹងដោយសារយើងដាក់ទឹកមួយថ្ងៃ2ដងយ៉ាងហោចណាស់ក៏ម្ដងដែរបាទម៉ោង1ម៉ោង2អីហ្នឹងពេលក្តៅខ្លាំងហ្នឹងឯងដែលយើងដាក់វាបាទដាក់ទឹកវាបងប្អូនដាំក្រវាញរដូវនេះកុំភ្លេចទឹកពិតជាសំខាន់បាទមកលុបអត់គ្រប់គ្រាន់បើបានទឹកដាក់ត្រឹមត្រូវអត់សូវអីទេហើយបើមកលុបអត់គ្រប់ដូចនៅខ្ញុំនេះហើយយើងអត់បានដាក់ទឹកទៀតច្បាស់ណាស់ក្រវាញយើងនឹងជួបបញ្ហាច្រើនបាទ